បាទប្រៀបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលស្រឡាញ់ខាងផ្នែកកសិកម្មពុកម៉ែបងប្អូនណាហ្នឹងហើយថ្ងៃនេះខ្ញុំមានចំណេះដឹងមួយដែលសំខាន់សម្រាប់ក្នុងការចិញ្ចឹមកណ្ដូបចង់មកចែកម្លែកជូនពុកម៉ែបងប្អូនទៀតហើយឥឡូវសូមបវល់កាមេរ៉ាមកខាងមុខបន្តិចដើម្បីបានពិភាក្សាក៏ដូចជាផ្ដល់យោបល់ខ្លះជូនពុកម៉ែបងប្អូនទាំងអស់គ្នាបងប្អូនណាហ្នឹងហើយអញ្ចឹងសម្រាប់ក្នុងការចិញ្ចឹមកណ្ដូបពុកម៉ែបងប្អូនណាហើយក្នុងខែរដូវត្រជាក់ភ្លៀងច្រើនហើយស្មៅខ្ចីពុកម៉ែបងប្អូនណាអញ្ចឹងធ្វើឲ្យកណ្ដូបយើងស៊ីទៅមានការខ្សោយដោយសារតែលមួកទុនរហូតពុកម៉ែបងប្អូនណាលមួកទុនរហូតហើយស្មៅខ្ចីគឺស៊ីឆាប់ជុះស៊ីជុះបងប្អូនណាបានន័យថាវាឆាប់ខូចកាពះខូចពវៀនវាអញ្ចឹងធ្វើឲ្យកណ្ដូបយើងវាខ្សោយកណ្ដូបខ្សោយវាដល់ពេលចេញស្លាបឬក៏អាចកាក់ទី2ទី3ហ្នឹងគឺអាចនឹងងាប់ច្រើនបងប្អូនអាចនឹងងាប់ច្រើនដោយសារតែវាខ្សោយហើយជន់នឹងឧទាហរណ៍វាចេញឡាបវែងបងប្អូនចេញឡាបវែងប៉ះថ្ងៃដែលមេឃត្រជាក់មេឃភ្លៀងខ្លាំងកណ្ដូបនឹងហិតខ្សោយហិតទៅងាប់ច្រើនបងប្អូនណាហិតខ្សោយហិតទៅងាប់ច្រើនអញ្ចឹងនៅថ្ងៃនេះខ្ញុំមានចំណេះដឹងមួយចង់មកចែកម្លែកជូនពុកម៉ែបងប្អូនទៀតជាចំណេះដឹងមួយដែលខ្ញុំគិតថាសំខាន់សម្រាប់ពុកម៉ែបងប្អូនអ្នកចិញ្ចឹមកណ្ដូបទាំងអស់គ្នាដែលកំពុងតែចិញ្ចឹមកណ្ដូបហើយដែលកំពុងតែជួបប្រទះមិនដឹងរកវិធីអីដោះស្រាយចេញគឺជួបហើយពិបាកក្នុងការដោះស្រាយដោយសារតែតាងាប់គឺងាប់កណ្ដូបងាប់អត់ឈប់បន្តបន្ទាប់អញ្ចឹងបងប្អូនងាប់អត់ឈប់បន្តបន្ទាប់ហើយភាគច្រើនអាកណ្ដូបដែលតងាប់ហ្នឹងគឺកណ្ដូបខ្សោយហើយតាកណ្ដូបខ្សោយបងប្អូនដឹងស្រាប់ហើយកណ្ដូបខ្សោយគឺវាស៊ីគ្នាខ្លាំងអញ្ចឹងនៅពេលដែលវាសក់ចេញស្លាប់វែងហ្នឹងក្លិនវាឆ្អាបទាំងអស់គ្នាហើយក៏វាសក់ចេញឡាបទាំងអស់គ្នាអញ្ចឹងអាណាដែលមានកម្លាំងគ្រប់គ្រាន់សក់ចេញឡាបមុនរឹងខ្លួនមុនដើរស៊ីគេមុនណាអញ្ចឹងតាកណ្ដូបខ្សោយគឺវាចាប់ដើមស៊ីគ្នាខ្លាំងហើយសក់ចេញមកគឺអត់មានកម្លាំងមានកាហែងអត់ចង់វាអញ្ចឹងតើអត់ចង់វាអាមានកម្លាំងមានកាហែងរឹងខ្លួនហ្នឹងវាទៅកាកេស៊ីអាដែលសងំនៅជុំគ្នានៅស្ងៀមមកណាដោយសារតែវាអត់មានកម្លាំងកិច្ចអញ្ចឹងមានកម្លាំងគ្រប់គ្រាន់រឹងខ្លួនមុនហ្នឹងទៅកាកេស៊ីពួកកម្លាំងខ្សោយដែលអង្គុយសងំជុំគ្នាកាកេស៊ីដាច់មកជាហៀងខ្លួនដាច់ក្បាលដាច់កន្ទុយហ្នឹងងាប់តាមពិតទៅវាអត់ងាប់នឹងភាគច្រើនខ្ញុំតាមដានមើលវាអត់ងាប់នឹងនេះបងប្អូនអត់ងាប់នឹងពេលសក់ចេញឡាបមកខ្លួនឯងទេប៉ុន្តែអានៅខែត្រជាក់ហ្នឹងគឺសក់ចេញមកវាខ្សោយអញ្ចឹងវានឹងងំត្មមហឹងខ្លួនបានវាអាចដើររួចហើយសងំត្មមហឹងខ្លួនប៉ះដែលហឹងខ្លួនមុននឹងវាមកកាកេស៊ីបាត់មកជាខ្លួនមកងាប់ហើយវាមិនធំស៊ីតែមួយវាកាកេមួយវាតែកាកេមួយទៀតអញ្ចឹងកាកេស៊ីបន្តនេះវាងាប់ច្រើនហើយភាគច្រើនខ្ញុំចាប់ដែរខ្សោយនឹងយកទៅដាក់ធុងផ្សេងបងប្អូនណាចាប់ទៅដាក់ធុងផ្សេងគឺវាហួសអត់ងាប់បងប្អូនអត់ងាប់ទេអញ្ចឹងបានតែងាប់នឹងអាកណ្ដូបយើងដែលមានកម្លាំងគ្រប់គ្រាន់ដែលសក់មុនរឹងខ្លួនហ្នឹងវាងាប់ទៅវាងាប់តែអាហ្នឹងទេអាហ្នឹងអ្នកដើរកាកេគេបាត់ក្បាលបាត់កតុយអញ្ចឹងណាគេដល់គ្នាងាប់អញ្ចឹងតាមពិតទៅកណ្ដូបខ្សោយហ្នឹងខែត្រជាក់ហ្នឹងវាខ្សោយដល់វាខ្សោយវាញាស់មកសក់មកគឺចេញឡាបវែងមកស្មើគ្នាមុនក្រោយ1ម៉ោងអីចឹងអារឹងខ្លួនមុនវាកាកេអាតុនខ្លួនក្រោយហ្នឹងដោយសារអាតុនខ្លួនក្រោយហ្នឹងវាទឹមសក់មកវាខ្សោយវាគ្មានកម្លាំងវានៅងំស្ងៀមអញ្ចឹងធ្វើឲ្យអាកាសអារឹងខ្លួនកាកេអានឹងស៊ីទៅវាងាប់តាមពិតទៅវាអត់ងាប់នឹងអាខ្លួនវានឹងចេញមកងាប់ត្មងទេគ្រាន់ចេញមកវាខ្សោយវាអត់ទៅវាអញ្ចឹងធ្វើឲ្យអាទៅវារួចអារឹងខ្លួនកាកេអានឹងស៊ីបងប្អូនណាអញ្ចឹងបើអាកាសហ្នឹងបងប្អូនណាអាកាសហ្នឹងគឺកណ្ដូបងាប់ច្រើនដោយសារតែងាប់ដោយសារតែអាកាកេគ្នាហ្នឹងហ្មងអត់ងាប់នឹងខ្សោយនឹងប្រមាណទេតែងាប់នឹងកាកេគ្នាខ្លាំងហើយបើយើងងវិធីឃើញគឺយើងយកវិធីមកសាសហ្នឹងមកទប់ទល់បងប្អូនណាមកទប់ទល់អញ្ចឹងអាពេលហ្នឹងគឺបើយើងចង់ប្រវាយក៏ប្រវាយអត់កើតបងប្អូនណាប្រវាយអត់កើតទេដោយសារកណ្ដូបកំពុងខ្សោយកំពុងអសក់ខ្លាំងបើសិនជាប្រវាយកើតវាល្អបងប្អូនណាល្អដោយសារតែអាណាខ្សោយយើងប្រវាយដាក់ទៅមួយធុងអញ្ចឹងណាអាណាដែលរឹងខ្លួនហើរួចហ្នឹងឲ្យវានៅនឹងចោះបាទហើយអាហ្នឹងយើងអាចធ្វើបានប៉ុន្តែវាខាត់ផលប្រយោជន៍ច្រើនដូចគ្នាដោយសារតែកណ្ដូបកំពុងសក់អញ្ចឹងនៅក្នុងការអញ្ចឹងខ្ញុំចង់បញ្ជាក់ក៏ដូចជាបង្ហាញពីរបៀបធ្វើម៉េចកុំឲ្យកណ្ដូបហ្នឹងពេលចេញស្លាបស្រស់ហ្នឹងគឺវារៀបស្រស់ហើយគឺនិយាយបានថា50 ទៅ 50% អាខ្លះ
រឹងខ្លួនអាខ្លះចេញកំពុងចេញស្លាប់ទុននៅថ្មីអញ្ចឹងកំឡុងដូចខ្ទង់ជាថ្ងៃទី28 29ចេញសាបស្រស់ហើយភាគច្រើនចេញស្រស់50 ទៅ 70% ពេលហ្នឹងហើយអាពេលហ្នឹងអាពេលងាប់ច្រើនស៊ីគ្នាខ្លាំងមកណាហ្នឹងហើយអញ្ចឹងអាពេលហ្នឹងបើនិយាយចំចូលដៅវិធីដែលទប់ទល់វាបងណាពីអាយុ26 27ហើយខ្ញុំសូមណែនាំពុកម៉ែបងប្អូនឲ្យប្រើតាមខ្ញុំសាកមើលព្រោះខ្ញុំឃើញខ្ញុំប្រើទៅវាមានប្រសិទ្ធភាពល្អបងប្អូនណាថ្ងៃ26ថ្ងៃ27ហ្នឹងគឺវីដេអូយើងចេញស្លាប់បានតង់ថាជា10ទៅ5%អញ្ចឹងយើងដឹងថាកដុំហ្នឹងថ្ងៃ30វាចេញហើយចេញស្រួលបងប្អូនណាអញ្ចឹងយើងចាប់ដើមយកអារបៀបដែលខ្ញុំប្រាប់ហ្នឹងទៅអនុវត្តបងប្អូនណាអញ្ចឹងរបៀបខ្ញុំប្រាប់ខ្ញុំអត់ប្រាប់ពីការប្របាច់មុងទេបងណាការប្របាច់មុងវាប៉ះពាល់ច្រើនដោយសារកដុំពងអសយើងប្របាច់ហិតស៊ីគ្នាទៀតអញ្ចឹងខ្ញុំសូមប្រាប់ពីរបៀបថ្មីដែលខ្ញុំបានសាកល្បងក៏ដូចជាអនុវត្តផ្ទាល់នៅក្នុងកំឡុងដែលពេលកដុំខ្ញុំហ្នឹងវាសក់ខ្លាំងហើយជាទៀតមុងផងបងណាជាទៀតមុងផងវាលើចំណុះអញ្ចឹងស៊ីគ្នាក៏ខ្លាំងហើយខ្សោយក៏ខ្លាំងដោយសារបរិមាណតិចកន្លែងតិចកដុំច្រើនហើយខ្ញុំមិនដឹងធ្វើម៉េចបងប្អូនណាមិនដឹងធ្វើម៉េចដោយសារតែបើយើងប្របែកវាស្មើនឹងខាតផលយ៉ាងដែរដោយតែកំពុងសក់ខ្លាំងអញ្ចឹងស៊ីគ្នាក៏ខ្លាំងហើយបន្ទុកក៏វាស៊ីគ្នាខ្លាំងអញ្ចឹងខ្ញុំមានតែប្រើវិធីថ្មីដែលខ្ញុំគិតថាអាចសាកល្បងមើលបងប្អូនណាហើយសាកល្បងខ្ញុំគិតថាបើជោគជ័យគឺខ្ញុំនឹងយកមកចែកម្លែកពុកម៉ែបងប្អូនអញ្ចឹងខ្ញុំឃើញថាជោគជ័យបងប្អូនណាជោគជ័យវាហើយទៅវាបានផលបន្ទាប់ពីខ្ញុំប្រើវាហើយខ្ញុំបាញ់វាអាមុងដែលកំពុងសក់ខ្លាំងណាខ្ញុំបាញ់មួយថ្ងៃ2 ដងខ្ញុំបាញ់ទឹកនេះបងប្អូនណាខារ៉ាបាវយើងមកកំប៉ុងយើងដាក់អត់ដាក់ទឹកទេបងប្អូនណាមកកំប៉ុងឬ2កំប៉ុងដាក់មកកំប៉ុងទៅហើយយើងបាញ់បាន1មុង2មុងទៅបើមកមុងដាក់មកកំប៉ុងបានបងប្អូនមកកំប៉ុងបានហើយអញ្ចឹងយើងបាច់ថ្លៃថ្មីមកយើងចូលថ្មីយើងបាច់ហើយយើងយកទឹកខារ៉ាបាវមកកំប៉ុងទឹកសុទ្ធទឹកខារ៉ាបាវសុទ្ធយើងបាញ់វាហុយពេញស្មៅវ៉ាត់មុងទៅហើយអាហ្នឹងកំឡុងមកពេលអាយុ20 5 26យើងឃើញថាសក់ 5% អាហ្នឹងយើងកាត់មុនអាហ្នឹងយើងបាញ់កាត់មុនដល់ពេលកាត់មុនខ្ញុំមើលឃើញថាវាអត់ទៅស៊ីគ្នាបងប្អូនណាវាអត់ទៅស៊ីគ្នានៅពេលចេញស្លាបស្រស់ហ្នឹងគឺវាអត់ទៅស៊ីគ្នាបងប្អូនហើយកដុំហ្នឹងគឺអត់ខ្សោយដែរអត់ចេញមកសកុកជុំគ្នាទេសក់ចេញមកផលមានកម្លាំងគ្រប់គ្រាន់អញ្ចឹងវាអត់ស៊ីគ្នាទេអត់ងំអត់ស៊ីគ្នាហើយពេលដែលបងប្អូនជួបផ្ទាល់ហើយអត់បានការពារមុនបងប្អូនណាអត់បានការពារមុនដល់ថ្ងៃសក់ថ្ងៃ28ថ្ងៃ30ហើយអញ្ចឹងពងសក់ស៊ុបហើយចិត្តស្រស់ហើយអញ្ចឹងពុកម៉ែបងប្អូនគូយកខារ៉ាបាវបាញ់ដែរបងប្អូនយកខារ៉ាបាញ់ថ្ងៃហ្នឹងបើថាយើងស៊ុបយើងហោះហើយយើងអត់បានបាញ់កាត់ពី25 26ទេអញ្ចឹងយើងបាញ់ក្នុងថ្ងៃហ្នឹងបាន3 ដងទៅខារ៉ាបាវបាញ់បាន3 ដងទៅដើម្បីពេលណាដែលយើងបាច់ថ្មីគឺយើងបាញ់ថ្នាំដែរបាញ់ខារ៉ាបាវដែរបងប្អូនណាឲ្យវាបានស៊ីស្មៅថ្មីហ្នឹងទៅវាដោយអាទឹកខារ៉ាបាវដែលយើងកំពុងបាញ់ទៅព្រោះខារ៉ាបាវវាបើអញ្ចឹងវាកំពុងសក់ខ្លាំងហើយវាមានអាខ្សោយមានអាអីហ្នឹងដែលវាសងំស្ងៀមហ្នឹងវាអត់ទៅមានកម្លាំងហ្នឹងវានៅស្ងៀមបានដោយសារតែអារឹងខ្លួនហ្នឹងវាស៊ីស្មៅវាផឹកខារ៉ាបាវវាមានវាបានជាតិខារ៉ាបាវហ្នឹងវាមានកម្លាំងគ្រប់គ្រាន់វាអត់ទៅស៊ីអាតងំហ្នឹងឯងបងប្អូនអត់ទៅស៊ីអាតងំនេះអញ្ចឹងធ្វើអាតងំនឹងមានអាកាសហើយក្នុងការនៅស្ងៀមដើម្បីឲ្យរឹងខ្លួនដើម្បីមានកម្លាំងហើយបានមួយថ្ងៃមកវាមានកម្លាំងផលមកវាគិតពីពីឯងរួចមានកម្លាំងគ្រប់គ្រាន់វាដើម្បីថាវាហឹងខ្លួនបានហើយបងប្អូនអញ្ចឹងក្នុងអាពេលហ្នឹងគឺអាតងំហ្នឹងភាគច្រើនអាដែលមានកម្លាំងមុនហ្នឹងទៅស៊ីអាហ្នឹងអញ្ចឹងអាហ្នឹងវាទៅស៊ីធ្វើឲ្យអាខ្សោយងាប់អញ្ចឹងបើអាមានកម្លាំងស្រាប់ហ្នឹងវាមានកម្លាំងវាលេងឃ្លានលេងហៅហើយវាអត់ទៅស៊ីអាខ្សោយហ្នឹងទេហើយអាខ្សោយហ្នឹងក៏វាមានសិទ្ធិនៅក្នុងការរស់ដែរដោយសារតែពួកមានកម្លាំងពួកអាស៊ីហ្នឹងវាមានកម្លាំងគ្រប់គ្រាន់វាអត់ស៊ីគ្នាវាទេវាទីស្មៅហើយវាបានជាតិខារ៉ាបាវទៅបងប្អូនណាអញ្ចឹងខ្ញុំប្រើអាហ្នឹងគឺល្អបងប្អូនល្អមិនថឹងមើលទៅកំពុងស៊ីគ្នាខ្លាំងកំពុងឲ្យសក់ខ្លាំងហ្នឹងដាក់ទៅធម្មតាបងប្អូនសាកមើលហើយយកតាមបាញ់ខារ៉ាបាវគ្រាន់យើងចូលបាច់ស្មៅពឹងមានធ្លាក់1 2ហែកដល់ញ៉ៃហ្មងហែកនេះស៊ីដល់ពេលខ្ញុំបន្ទាប់ពីខ្ញុំប្រើមកខ្ញុំឃើញថាចាំមើលឲ្យខ្ញុំបាញ់បាន
mà đòn bị đón hỏi dừng chạp đào mờ về để dừng bạch mai tiết lẹ rồi một tiết là cái tàu nâng VC hay CR ở đây bao ở đây và ta dừng ban bánh khá bài một đòn bị đòn hỏi giống vì miền cả làng không còn đặc biệt lẹ nâng máu vì ban thơ mình đang ăn miền nan tới hay trình một trình cầu chưa đi rồi xa phụ án nóng vì miền cả làng không còn vì dừng bánh phát khá bài nước phải về một đó giống trong này đang nhầm trong chạy lấy chung của mang một ô off nên này trăm cái đâu hay do ăn ở tam không của mang một đó nhầm mơ khơi tha ơi con tha chất từ bài tập về rồi lo sao bị ăn xì nhiều vậy đó nhưng châu mưa đấy bây giờ bạn cứ sẽ đấy ăn xì đi tại bây giờ ăn ban phờ nữa còn thằng cứ sẽ môi hay một hay thôi buồn thằng các bà theo phải bí là tùy off môi bạn dân Việt ôn trong hai cơ gì từ việc chung cùng em ôn tha tí độ biệt phơi ao cái đốm mình sơi xì ní mình ngọt ra một bài đó ngọt ra đôi xa xì ní ngọt ra đôi xa sao dân biệt prá nó cứ miền Bắc Năng đó thời biệt prá biệt vị trí prá nó cứ miền Bắc Năng nhom práp ở ngoài đó práp oi những ngày vậy để nhom chup ở vậy để nhom bật tiếc thơ máu bàn óc nhom rồi mặt chạy mình lại chung cùng ôn óc này đôi đây giờ lạnh đôi đây đi hay cron đây cùng ôn cho lừa bị tha tam đàn lừa Facebook bọc nhóm cứ gọi miền oi tràn bài mất oi miền oi tràn này trắng bị ban này chúng này đang may may o sầm chun bọc ôn từ tại nó vô tận óc này vậy đó con chụp liền